ជាង80ឆ្នាំដែលសហរដ្ឋអាមេរិកចង់បានទឹកដី Greenland ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរៀបរាប់ថាលោកចង់ឲ្យតំបន់ស្វយ័ត Greenland ក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកដោយមិនចង់ប្រើប្រាស់កម្លាំងយោធាឬដាក់សម្ពាធផ្នែកសេដ្ឋកិច្ចទៅលើប្រទេសដាណឺម៉ាកដើម្បីឲ្យប្រទេសដាណឺម៉ាកព្រមប្រគល់ដែនដីកោះដែលសម្បូរទៅដោយរ៉ែព្រមទាំងមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិកនោះទេតាមរយៈសារដែលលោកបានបង្ហោះកាលពីថ្ងៃទី6 ខែមករាឆ្នាំ2025នៅលើបណ្ដាញសង្គម Truth Social លោក Donald Trump បាននិយាយថា Greenland គឺជាដែនដីដ៏អស្ចារ្យបំផុតហើយប្រជាជននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើននៅទីនោះប្រសិនបើតំបន់មួយនេះក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកលោក Donald Trump បានរៀបរាប់បន្តទៀតថាខណៈដែលកូនប្រុសរបស់លោកគឺ Donald Trump Jr. បានធ្វើដំណើរជាលក្ខណៈឯកជនទៅទស្សនាតំបន់ស្វយ័ត Greenland ដូច្នេះកិច្ចព្រមព្រៀងក៏ត្រូវតែកើតឡើងដូចគ្នាដែរដំបូងឡើយនៅឆ្នាំ2019លោក Donald Trump បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់ទិញយកដែនកោះដែលគ្របដណ្ដប់ដោយទឹកកកភាគច្រើននិងមានប្រជាជនរស់នៅត្រឹមតែ 57,000 នាក់ពីប្រទេសដាណឺម៉ាកម្ដងរួចមកហើយក៏ប៉ុន្តែត្រូវបានបដិសេធដោយដាច់អហង្ការតើហេតុអ្វីបានជាលោក Donald Trump ប្រាថ្នាក្រសោបយកតំបន់ស្វយ័ត Greenland មកធ្វើជាផ្នែកមួយរបស់សហរដ្ឋអាមេរិកចំណាប់អារម្មណ៍របស់លោក Donald Trump កើតចេញពីសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកយោធារបស់ខ្លួនបន្ថែមពីនេះសហរដ្ឋអាមេរិករក្សាមូលដ្ឋានទ័ពអាកាសអចិន្ត្រៃយ៍នៅទីនោះហើយកោះនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការត្រួតពិនិត្យចលនាកងទ័ពជើងទឹករុស្ស៊ីព្រោះវាស្ថិតនៅតាមបណ្ដោយផ្លូវសំខាន់រវាងអឺរ៉ុបនិងអាមេរិកខាងជើងការពង្រីកវត្តមានយោធានៅតំបន់ Greenland រួមទាំងប្រព័ន្ធរ៉ាដានិងពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិកដោយរារាំងមហាអំណាចបញ្ចមិត្តពីការទទួលបានឥទ្ធិពលនៅក្នុងតំបន់ Greenland គឺជាតំបន់ភូមិសាស្ត្រមួយផ្នែកនៃអាមេរិកខាងជើង Greenland ក៏មានសក្តានុពលខ្លាំងណាស់ដែរសម្រាប់ផ្នែកសេដ្ឋកិច្ចតំបន់នេះសម្បូរទៅដោយសារធាតុរ៉ែប្រេងនិងឧស្ម័នធម្មជាតិដោយការអភិវឌ្ឍរបស់វាមានការយឺតយ៉ាវដោយសារតែក្តីបារម្ភពីបរិស្ថានរួមទាំងការប្រឆាំងពីក្រុមជនជាតិដើមភាគតិចដែលរស់នៅលើកោះនោះជាយូរយារមកហើយវត្ថុធាតុសំខាន់ៗនៅលើដែនដីដ៏អស្ចារ្យនេះរួមមានដូចជាលីជូមនិងសារធាតុកម្រផ្សេងៗទៀតជាច្រើនដែលមានវត្តមានយ៉ាងច្រើនក្រៃលែងនិងចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មដូចជារថយន្តអគ្គិសនីនិងថាមពលកកើតឡើងវិញសេដ្ឋកិច្ចនៅតំបន់ Greenland នៅតែពឹងផ្អែកយ៉ាងខ្លាំងលើរបរនេសាទដែលមានចំនួនដល់ទៅជាង 95% នៃការនាំចេញរបស់ខ្លួននិងការឧបត្ថម្ភធនធានប្រចាំឆ្នាំពីប្រទេសដាណឺម៉ាកដែលគ្របដណ្ដប់ប្រហែលពាក់កណ្ដាលនៃថវិកាសាធារណៈរបស់ដែនកោះមួយនេះបើទោះបីជាធនធានធម្មជាតិសម្បូរបែបយ៉ាងណាក៏ដោយក៏តំបន់នេះប្រឈមនឹងបញ្ហាក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានពេញលេញដោយសារតែបញ្ហាពាក់ព័ន្ធនឹងបទបញ្ញត្តិនិងបញ្ហាបរិស្ថានដែលនៅការពារដែនកោះមួយនេះតើនរណាជាម្ចាស់ Greenland ហើយសួរថាតើលោក Donald Trump អាចទិញយកតំបន់នេះបានដែរឬទេ Greenland គឺជាដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាកដែលជាផ្នែកមួយនៃប្រទេសនេះអស់រយៈពេលជាង600ឆ្នាំមកហើយបើទោះបីជាតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងកិច្ចការភាគច្រើនដោយដែនកោះខ្លួនឯងក៏ដោយក៏ប៉ុន្តែវានៅតែស្ថិតក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសដាណឺម៉ាកដែលមានន័យថាការផ្លាស់ប្ដូរណាមួយចំពោះស្ថានភាពផ្លូវច្បាប់របស់កោះនេះនឹងទាមទារឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដោយដាណឺម៉ាកនៅក្នុងឆ្នាំ2009 Greenland ទទួលបានស្វយ័តគ្រប់គ្រងខ្លួនឯងកាន់តែរឹងមាំព្រមទាំងសិទ្ធិក្នុងការស្វែងរកឯករាជ្យភាពតាមរយៈការបោះឆ្នោតប្រជាមតិបើទោះបីជា Greenland មានអំណាចទាំងនេះក៏ដោយក៏ប្រមុខដឹកនាំរបស់ Greenland គឺលោក Mudgegedi បានបញ្ជាក់យ៉ាងមុតមាំថាដែនកោះនេះមិនមែនសម្រាប់លក់នោះទេហើយអនាគតរបស់ Greenland គឺស្ថិតនៅលើប្រជាជនរបស់ខ្លួនដែលជាអ្នកសម្រេចចិត្តសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍លើកោះ Greenland នេះជាយូរយារណាស់មកហើយតាំងពីជំនាន់ប្រធានាធិបតីទី33គឺលោក Truman ដែលបានស្នើសុំទិញកោះនេះអំឡុងទសវត្សរ៍ឆ្នាំ1940មកម្លេះរហូតមកទល់នឹងពេលនេះប្រធានាធិបតី Donald Trump បានធ្វើសំណើស្រដៀងគ្នានេះដែរក្នុងការចង់ទិញយកដែនកោះនេះក៏ប៉ុន្តែតំបន់ Greenland និងប្រទេសដាណឺម៉ាកបានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើមួយនេះទោះស្ថានភាពនយោបាយនិងការសម្រេចចិត្តរបស់ដែនកោះនេះស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកក៏ដោយក៏ប៉ុន្តែការលក់ដូរណាមួយនឹងមិនអាចទៅរួចឡើយប្រសិនបើគ្មានការយល់ព្រមពីរដ្ឋាភិបាលនិងប្រជាជន Greenland តើអាចទេបើ Greenland ក្លាយជាដែនដីឯករាជ្យបើដូច្នេះមែនតើ Greenland ប្រាថ្នាចង់បានអ្វីនៅពេលដែល Greenland ក្លាយជាដែនដីឯករាជ្យនោះតំបន់នេះអាចនឹងជ្រើសរើសទំនាក់ទំនងផ្សេងៗជាមួយសហរដ្ឋអាមេរិកស្របពេលដែលអ្នកស្រុក Greenland ជាច្រើនចង់បានឯករាជ្យក៏ប៉ុន្តែមួយចំនួនយល់ថាឯករាជ្យពេញលេញគឺពិបាកក្នុងការសម្រេចបានណាដោយសារតែសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកខ្លាំងលើប្រទេសដាណឺម៉ាកគឺលើសពី 50% អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅក្នុង Greenland បាននិយាយថា Greenland ចង់បានឯករាជ្យពីប្រទេសដាណឺម៉ាកពិតប្រាកដមែនក៏ប៉ុន្តែ Greenland មិនចង់បន្តស្ថិតនៅក្រោមអំណាចរបស់ប្រទេសណាមួយទៀតនោះទេ
បើទោះបីជាភាគច្រើនអ្នកស្រុក Greenland ប្រាថ្នាចង់បានឯករាជ្យភាពក៏ដោយក៏ប៉ុន្តែវាអាស្រ័យតាមពេលវេលាជាក់ស្ដែងនិងផលប៉ះពាល់ដែលអាចកើតមានឡើងលើកម្រិតជីវភាពរបស់ប្រជាជនរស់នៅទីនោះតាំងពីឆ្នាំ2019មកអ្នកនយោបាយនៅ Greenland បាននិយាយម្ដងហើយម្ដងទៀតថាពួកគេចាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតែមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនោះទេទោះបីជាបែបណាក្តីសមាជិកសភាមួយរូបនៃសភារបស់ដាណឺម៉ាកនៅក្នុងតំបន់ Greenland បាននិយាយថាគួរតែមានការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះគោលបំណងរបស់លោក Donald Trump ក្នុងការដាក់បញ្ចូលតំបន់ Greenland ដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាមេរិកបាទអរគុណអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like comment និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ